ជោគជ័យដោយវិជ្ជាមិនមែនដោយលុយអ្នកមានអាចទិញផ្ទះទិញឡានប៉ុន្តែมันអាចទិញចំណេះដឹងនិងកិត្តិយសបានទេនៅក្នុងភូមិតូចមួយមានគ្រួសារពីរដែលរស់នៅជិតគ្នាគ្រួសារទី1ជាគ្រួសាររបស់លោកសុភ័ក្រគាត់ជាអ្នកជំនួញដ៏មានទ្រព្យសម្បត្តិផ្ទះធំឡានទំនើបនិងដីជាច្រើនកន្លែងកូនប្រុសរបស់គាត់ឈ្មោះតារារៀនថ្នាក់ទី12គ្រួសារទី2ជាគ្រួសាររបស់លោកពិសិដ្ឋគាត់ជាកសិករសាមញ្ញដាំស្រូវដាំបន្លែនិងចិញ្ចឹមមាន់ដើម្បីចិញ្ចឹមជីវិតកូនស្រីរបស់គាត់ឈ្មោះស្រីពេជ្រក៏រៀនថ្នាក់ទី12ដូចគ្នាតារាមានអ្វីៗគ្រប់យ៉ាងដែលលុយអាចទិញបានគាត់មានទូរស័ព្ទថ្លៃកុំព្យូទ័រថ្មីម៉ូតូទំនើបនិងសម្លៀកបំពាក់ម៉ាកល្បីៗតែសម្រាប់ស្រីពេជ្រនាងមានតែសៀវភៅចាស់ៗដែលទទួលពីបងស្រីសម្លៀកបំពាក់សាមញ្ញនិងកង់ចាស់មួយគ្រឿងសម្រាប់ជិះទៅសាលារៀងរាល់ព្រឹកតារាជិះម៉ូតូស្ពណ៌ចូលសាលាខណៈស្រីពេជ្រជិះកង់យ៉ាងស្ងៀមស្ងាត់មិត្តភ័ក្តិជាច្រើនសរសើរតារាព្រោះគាត់មានទ្រព្យប៉ុន្តែគ្រូបង្រៀនតែងតែសរសើរស្រីពេជ្រព្រោះនាងព្យាយាមរៀនមិនខ្ជិលនិងមានវិន័យថ្ងៃមួយគ្រូសួរសិស្សក្នុងថ្នាក់ថាកូនគិតថាអ្វីជាទ្រព្យសម្បត្តិដែលគ្មានអ្នកណាអាចលួចបានសិស្សជាច្រើនឆ្លើយថាមាសដីផ្ទះលុយតារាក្រោកឈរហើយនិយាយដោយទំនុកចិត្តថាបើមានលុយគឺអាចទិញបានគ្រប់យ៉ាងគ្រូញឹមតិចហើយងាកទៅស្រីពេជ្រចុះកូនវិញស្រីពេជ្រឈរឡើងយ៉ាងសុភាពខ្ញុំគិតថាចំណេះដឹងជាទ្រព្យដែលគ្មានអ្នកណាអាចលួចបានបើបាត់លុយយើងអាចរកថ្មីបានប៉ុន្តែបើគ្មានវិជ្ជាយើងពិបាកកសាងជីវិតបន្ទប់ទាំងមូលស្ងប់ស្ងាត់គ្រូញឹមហើយនិយាយថាចម្លើយនេះគឺជាអ្វីដែលគ្រូចង់ឮតារាមិនសប្បាយចិត្តទេគាត់គិតក្នុងចិត្តថាចំណេះដឹងអាចទិញបានដែរបើមានលុយអាចរៀនសាលាល្អៗមានគ្រូពិសេសមានអ្វីទាំងអស់បន្ទាប់ពីរៀនចប់តារាបានជួបស្រីពេជ្រនៅចំណតកង់គាត់និយាយទាំងសោចថាឯងខំរៀនទៅចុងក្រោយក៏ធ្វើការឲ្យអ្នកមានដូចខ្ញុំដែរស្រីពេជ្រមិនខឹងទេនាងត្រឹមតែនិយាយថាលុយអាចផ្លាស់ប្ដូរជីវភាពប៉ុន្តែវិជ្ជាអាចផ្លាស់ប្ដូរជីវិតតារាសោចខ្លាំងជាងមុនថ្ងៃប្រឡងប្រចាំខែបានមកដល់តារាមិនសូវបានរៀនទេគាត់ជឿថាបើធ្លាក់ក៏ឪពុកអាចដោះស្រាយបានស្រីពេជ្រវិញរៀនរហូតដល់យប់រំលឹកមេរៀនរាល់ថ្ងៃពេលប្រកាសលទ្ធផលស្រីពេជ្របានលេខ1ទូទាំងថ្នាក់តារាជាប់លេខចុងក្រោយមិត្តភ័ក្តិជាច្រើនភ្ញាក់ផ្អើលតារាខ្មាស់អៀនយ៉ាងខ្លាំងមួយតែយប់នោះឪពុករបស់តារាសួរថាកូនបានលេខប្រមាណតារាមិនហ៊ានឆ្លើយឪពុកបើកសៀវភៅបន្ទុកហើយដកដង្ហើមវែងប៉ាអាចឲ្យកូនរស់ស្រួលថ្ងៃនេះតែប៉ាមិនអាចប្រឡងជំនួសកូនបានទេពាក្យមួយឃ្លានោះធ្វើឲ្យតារាស្ងប់ស្ងាត់ជាលើកដំបូងគាត់ចាប់ផ្ដើមគិតថាប្រហែលជាលុយមិនអាចជួយបានគ្រប់រឿងទេសារអប់រំលុយអាចទិញរបស់មានតម្លៃប៉ុន្តែមិនអាចទិញប្រាជ្ញាសីលធម៌ការខិតខំនិងកិត្តិយសបានឡើយមនុស្សដែលមានវិជ្ជាអាចបង្កើតលុយបានប៉ុន្តែមនុស្សដែលមានតែលុយមិនប្រកាសថាអាចបង្កើតវិជ្ជាបានទេជោគជ័យដោយវិជ្ជាមិនមែនដោយលុយការប្រឡងដែលលុយមិនអាចជួយបានបន្ទាប់ពីប្រកាសលទ្ធផលប្រឡងប្រចាំខែតារាមិនសូវនិយាយស្ដីដូចមុនទៀតទេពេលមកដល់សាលាគាត់ដើរចូលថ្នាក់ដោយស្ងៀមស្ងាត់ខុសពីរាល់ថ្ងៃដែលតែងតែបង្ហាញម៉ូតូថ្មីនិងទូរស័ព្ទថ្លៃៗឲ្យមិត្តភ័ក្តិមើលមិត្តភ័ក្តិខ្លះខ្សឹបខ្សៀវគ្នាថាអ្នកមានក៏អាចធ្លាក់ដែរតារាឮពាក្យទាំងនោះហើយមានអារម្មណ៍អាម៉ាស់ប៉ុន្តែគាត់មិនតបតអ្វីទាំងអស់នៅព្រឹកថ្ងៃច័ន្ទនាយកសាលាបានប្រកាសថាខែក្រោយនឹងមានការប្រកួតប្រឡងសិស្សពូកែកម្រិតខេត្តសាលារបស់យើងអាចជ្រើសរើសបានតែ2នាក់ប៉ុណ្ណោះអ្នកដែលមានពិន្ទុខ្ពស់និងសមត្ថភាពពិតនឹងតំណាងឲ្យសាលាដំណឹងនេះធ្វើឲ្យសិស្សទាំងអស់រំភើបស្រីពេជ្រតាំងចិត្តថានាងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពតារាវិញគិតថាប៉ានឹងរកវិធីឲ្យខ្ញុំបានចូលប្រកួតល្ងាចនោះតារាបានប្រាប់ឪពុកអំពីការប្រកួតលោកសុភ័ក្រស្ដាប់រួចនិយាយថាប៉ាអាចទិញសៀវភៅល្អបំផុតអាចជួលគ្រូពិសេសនិងផ្ដល់អ្វីៗគ្រប់យ៉ាងប៉ុន្តែពេលចូលបន្ទប់ប្រឡងគឺមានតែកូនម្នាក់ឯងប៉ុណ្ណោះដែលត្រូវឆ្លើយសំណួរតារាស្ងប់មាត់នេះជាលើកទី2ហើយដែលឪពុករបស់គាត់ប្រាប់ថាលុយមិនអាចធ្វើអ្វីគ្រប់យ៉ាងបានទេថ្ងៃបន្ទាប់គ្រូបានឲ្យសិស្សធ្វើតេស្តជ្រើសរើសពេលចែកក្រដាសសំណួរសិស្សគ្រប់គ្នាស្ងៀមស្ងាត់តារាមើលសំណួរហើយភ្នែករបស់គាត់ចាប់ផ្ដើមស្រពេចស្រពិលគាត់មិនអាចដោះស្រាយសំណួរភាគច្រើនបានទេគាត់ងាកមើលទៅស្រីពេជ្រនាងកំពុងសរសេរចម្លើយដោយភាពជឿជាក់តារាមានបំណងចង់លួចមើលប៉ុន្តែគាត់នឹកឃើញពាក្យរបស់ឪពុកកិត្តិយសមិនអាចទិញបានទេគាត់ដកដង្ហើមវែងហើយសម្រេចចិត្តធ្វើតាមសមត្ថភាពរបស់ខ្លួនក្រោយប្រឡងចប់គ្រូបានហៅតារាទៅជួបគ្រូសួរថាកូនដឹងទេហេតុអ្វីថ្ងៃនេះគ្រូសប្បាយចិត្តជាងថ្ងៃណាតារាឆ្លើយថាព្រោះសិស្សធ្វើបានល្អគ្រូញឹមមិនមែនទេព្រោះគ្រូឃើញកូនជ្រើសរើសភាពស្មោះត្រង់ទោះកូនធ្វើមិនបានល្អក៏កូនមិនបោកប្រាស់ខ្លួនឯងនិងអ្នកដទៃនោះជាជំហានដំបូងនៃការជោគជ័យតារាស្ដាប់ហើយមានអារម្មណ៍ថាពាក្យរបស់គ្រូមានតម្លៃជាងការសរសើរណាមួយសប្តាហ៍ក្រោយលទ្ធផលត្រូវបានប្រកាស
ស្រីពេជ្របានចំណាត់ថ្នាក់លេខ1សិស្សម្នាក់ទៀតឈ្មោះវណ្ណៈបានលេខ2តារាបានលេខ15គាត់មិនបានជាប់ជាតំណាងសាលាទេប៉ុន្តែគាត់មិនខឹងមិនបន្ទោសគ្រូនិងមិនបន្ទោសអ្នកណាឡើយគាត់ដើរទៅអបអរសាទរស្រីពេជ្រអបអរសាទរឯងសមនឹងទទួលបានលទ្ធផលនេះស្រីពេជ្រញញឹមហើយឆ្លើយថាអរគុណបើឯងចាប់ផ្ដើមខិតខំពីថ្ងៃនេះឆ្នាំក្រោយឯងក៏អាចធ្វើបានដែរតារាញញឹមតបជាលើកដំបូងគាត់មិនមានអារម្មណ៍ច្រណែនទៀតទេទុយទៅវិញគាត់មានកម្លាំងចិត្តចង់ផ្លាស់ប្ដូរខ្លួនឯងយប់នោះតារាបានបិទទូរស័ព្ទមុនម៉ោងហើយបើកសៀវភៅដែលមានធូលីដីជាប់នៅលើធ្នើគាត់និយាយតិចៗទៅកាន់ខ្លួនឯងថាចាប់ពីថ្ងៃនេះទៅខ្ញុំនឹងឲ្យលទ្ធផលនិយាយជំនួសលុយសារអប់រំការប្រឡងពិតប្រាកដគឺជាការប្រកួតរវាងការខិតខំនិងភាពខ្ជិលមិនមែនរវាងអ្នកមាននិងអ្នកក្រឡើយលុយអាចបង្កើតឱកាសប៉ុន្តែមានតែការខិតខំរៀនសូត្រប៉ុណ្ណោះដែលអាចបង្កើតសមត្ថភាពនិងជោគជ័យពិតប្រាកដថ្ងៃដែលអ្នកមានសូមរៀនពីកូនអ្នកក្របន្ទាប់ពីការប្រឡងជ្រើសរើសតំណាងសាលាតារាបានផ្លាស់ប្ដូរខ្លួនឯងយ៉ាងច្រើនគាត់លែងមកសាលាដើម្បីបង្អួតទ្រព្យសម្បត្តិដូចមុនទៀតហើយពេលទំនេរគាត់អង្គុយអានសៀវភៅនៅបណ្ណាល័យនិងចាប់ផ្ដើមសួរគ្រូនៅពេលមិនយល់មេរៀនទោះជាយ៉ាងណាគាត់នៅតែមានអារម្មណ៍ថាខ្លួនឯងដើរយឺតជាងមិត្តរួមថ្នាក់ជាច្រើនថ្ងៃមួយគ្រូគណិតវិទ្យាបានប្រកាសថាសប្តាហ៍ក្រោយនឹងមានការប្រឡងសាកល្បងថ្នាក់ទី12អ្នកដែលបានពិន្ទុខ្ពស់នឹងមានឱកាសទទួលអាហារូបករណ៍បន្តការសិក្សាប៊ូតតារាដឹងថានេះជាឱកាសដ៏សំខាន់ប៉ុន្តែគាត់ក៏ដឹងថាចំណេះដឹងរបស់ខ្លួននៅខ្សោយល្ងាចមួយនៅក្នុងបណ្ណាល័យសាលាតារាបានឃើញស្រីពេជ្រកំពុងរៀបចំកំណត់ចំណាំគាត់ឈរមើលមួយសន្ទុះមុននឹងដើរចូលទៅជិតដោយទឹកមុខអៀនខ្មាស់គាត់និយាយថាស្រីពេជ្របើមិនរវល់ទេអាចជួយបង្រៀនខ្ញុំបានទេស្រីពេជ្រភ្ញាក់ផ្អើលបន្តិចនាងនៅចាំបានថាកាលពីមុនតារាតែងតែមើលងាយនាងតែជំនួសឲ្យការសងសឹកនាងគ្រាន់តែញញឹមបានបើយើងរៀនជាមួយគ្នាយើងទាំងពីរនឹងចេះកាន់តែច្រើនតារាស្រក់ទឹកភ្នែកស្រាលៗនោះជាលើកដំបូងដែលគាត់យល់ថាអ្នកមានចិត្តល្អមិនដែលយកអតីតកាលមកធ្វើជារបាំងនៃការជួយអ្នកដទៃទេចាប់ពីថ្ងៃនោះរៀងរាល់ល្ងាចតារានិងស្រីពេជ្រអង្គុយរៀនជាមួយគ្នានៅបណ្ណាល័យស្រីពេជ្រមិនត្រឹមតែបង្រៀនរូបមន្តគណិតវិទ្យាប៉ុណ្ណោះទេនាងបង្រៀនពីរបៀបសង្ខេបមេរៀនការរៀបចំពេលវេលានិងការគិតដោយខ្លួនឯងនាងនិយាយថាកុំទន្ទិញចម្លើយត្រូវយល់ពីមូលហេតុទើបអាចដោះស្រាយបញ្ហាថ្មីៗបានតារាស្ដាប់ដោយយកចិត្តទុកដាក់គាត់ចាប់ផ្ដើមយល់ថាចំណេះដឹងមិនមែនជាអ្វីដែលអាចទិញបានដោយលុយទេវាត្រូវបានកសាងឡើងដោយការអត់ធ្មត់ការអនុវត្តនិងការមិនបោះបង់ពី3ថ្ងៃក្រោយមិត្តរួមថ្នាក់ខ្លះបានឃើញតារាកំពុងសុំឲ្យស្រីពេជ្របញ្យល់លំហាត់អ្នកខ្លះនិយាយចំអកថាអ្នកមានទៅសុំអ្នកក្របង្រៀនតារាញឹមហើយឆ្លើយដោយសុភាពថាអ្នកណាដែលមានចំណេះដឹងជាងខ្ញុំអ្នកនោះគឺជាគ្រូរបស់ខ្ញុំពាក្យមួយឃ្លានោះធ្វើឲ្យមិត្តភ័ក្តិជាច្រើនស្ងប់ស្ងាត់គ្រូដែលឈរនៅក្បែរនោះបានឮហើយញញឹមដោយក្តីសប្បាយណាស់នេះទៀតថ្ងៃប្រឡងសាកល្បងបានមកដល់តារាធ្វើសំណួរដោយភាពជឿជាក់ជាងមុនពេលជួបសំណួរពិបាកគាត់មិនភ័យដូចមុនទៀតទេគាត់រំលឹកវិធីដែលស្រីពេជ្របានបង្រៀនហើយដោះស្រាយមួយជំហានម្ដងមុននៅមួយសប្តាហ៍ក្រោយលទ្ធផលត្រូវបានប្រកាសស្រីពេជ្រនៅតែជាប់លេខ1តារាឡើងពីលេខ15មកលេខ4ទោះមិនទាន់បានលេខ1ក៏ដោយប៉ុន្តែគាត់សប្បាយចិត្តជាងពេលណាទាំងអស់ពេលត្រឡប់ទៅផ្ទះគាត់យកលទ្ធផលប្រគល់ឲ្យឪពុកលោកសុភ័ក្រមើលហើយញញឹមថ្ងៃនេះប៉ាមិនសប្បាយចិត្តព្រោះកូនបានលេខ4ទេតារាមើលមុខឪពុកប៉ាសប្បាយចិត្តព្រោះកូនបានរៀនស្គាល់តម្លៃនៃការខិតខំតារាញញឹមហើយនិយាយថាប៉ាខ្ញុំទើបយល់ថាលុយអាចទិញសៀវភៅបានប៉ុន្តែมันអាចអានជំនួសខ្ញុំបានទេឪពុកដាក់ដៃលើស្មាកូនប្រុសកូនបានរៀនមេរៀនដ៏មានតម្លៃបំផុតក្នុងជីវិតហើយសារអប់រំអ្នកប្រាជ្ញពិតប្រាកដមិនខ្មាស់ក្នុងការសួរហើយមិនមើលងាយអ្នកដទៃដោយសារទ្រព្យសម្បត្តិឬឋានៈឡើយចំណេះដឹងអាចមកពីអ្នកណាក៏បានប្រសិនបើយើងមានចិត្តរៀបទៀបនិងចង់រៀនជោគជ័យដោយវិជ្ជាមិនមែនដោយលុយការសាកល្បងជីវិតពេលលុយមិនអាចដោះស្រាយបញ្ហាបានបន្ទាប់ពីលទ្ធផលប្រឡងសាកល្បងតារាកាន់តែខិតខំរៀនគាត់មកសាលាមុនម៉ោងរៀននៅបណ្ណាល័យពេលថ្ងៃត្រង់និងត្រឡប់ទៅផ្ទះវិញដោយបើកសៀវភៅជំនួសការលេងហ្គេមមិត្តភ័ក្តិជាច្រើនចាប់ផ្ដើមនិយាយថាតារាមិនដូចមុនទៀតទេស្រីពេជ្រញញឹមព្រោះនាងដឹងថាការផ្លាស់ប្ដូរពិតប្រាកដចាប់ផ្ដើមពីការផ្លាស់ប្ដូរផ្នត់គំនិតថ្ងៃមួយលោកសុភ័ក្រឪពុករបស់តារាបានទទួលដំណឹងមិនល្អក្រុមហ៊ុនរបស់គាត់បានខាត់បងយ៉ាងធ្ងន់ធ្ងរដោយសារដៃគូអាជីវកម្មម្នាក់បានបំពានកិច្ចសន្យាគម្រោងជាច្រើនត្រូវផ្អាកហើយធនាគារក៏ទាមទារឲ្យសងប្រាក់កម្ចីតាមការកំណត់ក្នុងរយៈពេលខ្លីគ្រួសារដែលធ្លាប់រស់នៅយ៉ាងសុខស្រួលត្រូវចាប់ផ្ដើមកាត់បន្ថយការចំណាយរថយន្តមួយគ្រឿងត្រូវលក់ការធ្វើដំណើរលំហែកម្សាន្តត្រូវលុបចោលសូម្បីតែអ្នកបម្រើខ្លះក៏ត្រូវលាឈប់ពីការងារតារាមើលឃើញទឹកមុខឪពុកពោពេញដោយការព្រួយបារម្ភ
ជាលើកដំបូងក្នុងជីវិតគាត់យល់ថាទ្រព្យសម្បត្តិអាចបាត់បង់បានក្នុងពេលដ៏ខ្លីយប់មួយតារាបានឮឪពុកនិយាយជាមួយម្ដាយខ្ញុំខំរកលុយពេញមួយជីវិតប៉ុន្តែពេលមានបញ្ហាខ្ញុំទើបដឹងថាលុយមិនអាចដោះស្រាយអ្វីគ្រប់យ៉ាងបានទេតារាឈរនៅក្រៅបន្ទប់ស្ដាប់ឲ្យស្ងៀមស្ងាត់គាត់នឹកឃើញពាក្យរបស់ស្រីពេជ្រកាលពីមុនវិជាអាចផ្លាស់ប្ដូរជីវិតថ្ងៃបន្ទាប់នៅក្នុងថ្នាក់គ្រូបានចែកក្រុមសិស្សឲ្យធ្វើគម្រោងមួយស្ដីពីការដោះស្រាយបញ្ហាក្នុងសហគមន៍ក្រុមរបស់តារានិងស្រីពេជ្របានជ្រើសរើសប្រធានបទពិធីកាត់បន្ថយសំរាមផ្លាស្ទិកនៅក្នុងភូមិតារាបានស្នើថាយើងទិញធុងសំរាមថ្មីជាច្រើនទៅស្រីពេជ្រសួរវិញបើគ្មានថវិកាវិញតារាស្ងប់ស្រីពេជ្របន្តថាការដោះស្រាយបញ្ហាល្អមិនមែនតែងតែចំណាយលុយច្រើនទេពេលខ្លះត្រូវការគំនិតល្អនិងការសហការពីមនុស្សពាក្យនេះធ្វើឲ្យតារាចាប់ផ្ដើមគិតខុសពីមុនក្រុមរបស់ពួកគេបានចុះទៅសួរប្រជាពលរដ្ឋក្នុងភូមិពួកគេបង្កើតផ្ទាំងផ្សព្វផ្សាយរៀបចំយុទ្ធនាការសម្អាតភូមិបង្រៀនកុមារឲ្យបែងចែកសម្រាមប្រើធុងចាស់ៗមកកែច្នៃជាធុងសម្រាមថ្មីគម្រោងនេះមិនចំណាយប្រាក់ច្រើនទេប៉ុន្តែទទួលបានការគាំទ្រពីអ្នកភូមិយ៉ាងច្រើនថ្ងៃបង្ហាញគម្រោងបានមកដល់គ្រូបានសួរថាហេតុអ្វីក្រុមនេះជោគជ័យតារាលើកដៃឆ្លើយដោយទំនុកចិត្តថាព្រោះយើងមិនចាប់ផ្ដើមពីការសួរថាតើយើងមានលុយប៉ុន្មានទេយើងចាប់ផ្ដើមពីការសួរថាតើយើងមានគំនិតល្អអ្វីខ្លះគ្រូញឹមយ៉ាងពេញចិត្តនេះហើយជាអត្ថន័យនៃការអប់រំវិជ្ជាបង្រៀនយើងឲ្យរកដំណោះស្រាយមិនមែនរងចាំដំណោះស្រាយនោះទេបន្ទាប់ពីចប់ម៉ោងរៀនលោកសុភ័ក្រមកទទួលតារានៅតាមផ្លូវត្រឡប់ទៅផ្ទះតារាបាននិយាយថាប៉ាខ្ញុំចង់រៀនឲ្យបានច្រើនបើថ្ងៃណាមួយគ្រួសារយើងបាត់បង់ទ្រព្យទាំងអស់ខ្ញុំនៅតែចង់មានសមត្ថភាពកសាងវាឡើងវិញដោយខ្លួនឯងលោកសុភ័ក្រញញឹមទោះកំពុងជួបបញ្ហាក៏ដោយគាត់និយាយថាប៉ាធ្លាប់គិតថាទ្រព្យសម្បត្តិដែលល្អបំផុតគឺលុយប៉ុន្តែថ្ងៃនេះប៉ាយល់ហើយថាកូនដែលមានចំណេះដឹងនិងសីលធម៌គឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់គ្រួសារតារាញឹមហើយមើលទៅមេឃល្ងាចក្នុងចិត្តរបស់គាត់មានគោលដៅថ្មីមួយគាត់មិនចង់ក្លាយជាអ្នកមានលុយប៉ុណ្ណោះទេគាត់ចង់ក្លាយជាមនុស្សដែលមានចំណេះដឹងអាចជួយខ្លួនឯងគ្រួសារនិងសង្គមបានអង្គការសារអប់រំលុយអាចបាត់បង់បានប៉ុន្តែចំណេះដឹងសីលធម៌និងសមត្ថភាពគឺជាទ្រព្យដែលនៅជាមួយយើងពេញមួយជីវិតមនុស្សដែលមានវិជ្ជាអាចបង្កើតឱកាសថ្មីបានទោះជាចាប់ផ្ដើមពីសូន្យក៏ដោយជោគជ័យដោយវិជ្ជាមិនមែនដោយលុយការប្រឡងជីវិតពេលដែលចំណេះដឹងឈ្នះទ្រព្យសម្បត្តិពេលវេលាកន្លងទៅយ៉ាងឆាប់រហ័សនៅសល់តែ3ខែទៀតប៉ុណ្ណោះការប្រឡងបាក់ឌុបនឹងចាប់ផ្ដើមសិស្សទាំងអស់ក្នុងថ្នាក់មានការតានតឹងបណ្ណាល័យពេញទៅដោយសិស្សដែលកំពុងអានសៀវភៅសូម្បីតែក្រោយម៉ោងរៀនក៏មានសិស្សជាច្រើននៅបន្តសិក្សាជាក្រុមតារាមិនដូចពីមុនទៀតទេគាត់លែងចំណាយពេលលេងហ្គេមនិងដើរលេងឥតប្រយោជន៍រៀងរាល់ព្រឹកគាត់ក្រោកពីម៉ោង5ដើម្បីរំលឹកមេរៀនរៀងរាល់ល្ងាចគាត់និងស្រីពេជ្រនៅតែអង្គុយរៀនជាមួយគ្នានៅបណ្ណាល័យថ្ងៃមួយគ្រូបានចូលមកក្នុងថ្នាក់ដោយកាន់ស្រោមសម្បត្តិមួយគាត់និយាយថាសាលាយើងទទួលបានព័ត៌មានថាមានអាហារូបករណ៍ពេញថ្លៃសម្រាប់សិស្សដែលប្រឡងបានលទ្ធផលល្អនិងមានសីលធម៌ល្អសិស្សគ្រប់គ្នារំភើបគ្រូបន្តថាអាហារូបករណ៍នេះមិនមើលថាអ្នកមានឬអ្នកក្រទេគេមើលតែសមត្ថភាពនិងការខិតខំតារាស្ដាប់ហើយគិតក្នុងចិត្តថានេះហើយជាឱកាសដែលលុយមិនអាចទិញបានមុនថ្ងៃប្រឡងមួយសប្តាហ៍ស្រីពេជ្រមិនបានមកសាលា2ថ្ងៃជាប់គ្នាតារាព្រួយបារម្ភហើយសួរគ្រូឆ្លើយថាឪពុករបស់នាងឈឺនាងត្រូវជួយការងារផ្ទះនិងមើលថែគាត់ល្ងាចនោះតារាបានទៅផ្ទះស្រីពេជ្រគាត់នាំយកសៀវភៅកំណត់ចំណាំនិងលំហាត់ដែលគ្រូបានបង្រៀនក្នុងថ្នាក់ស្រីពេជ្រភ្ញាក់ផ្អើលអរគុណណាស់ខ្ញុំខ្លាចថានឹងរៀនមិនទាន់គេតារាញឹមពីមុនឯងជួយខ្ញុំឥឡូវដល់វេនខ្ញុំជួយឯងវិញស្រីពេជ្រមានទឹកភ្នែករលីងរលោងនាងដឹងថាតារាពិតជាបានផ្លាស់ប្ដូរទាំងស្រុងហើយនឹងចូលបន្ទប់ប្រឡងដោយទឹកមុខតានតឹងមុនចូលបន្ទប់គ្រូបាននិយាយថាកុំខ្លាចសំណួរចូលជឿលើការខិតខំរបស់ខ្លួនឯងតារានិងស្រីពេជ្រញញឹមដាក់គ្នាមុននឹងចូលបន្ទប់ប្រឡងរយៈពេល2ថ្ងៃនៃការប្រឡងបានបញ្ចប់គ្មាននរណាដឹងថាលទ្ធផលនឹងទៅជាយ៉ាងណាទេគ្រប់គ្នាអាចធ្វើបានត្រឹមរងចាំមួយខែក្រោយមកសាលាបានប្រកាសលទ្ធផលសិស្សរាប់រយនាក់ឈរមើលតារាងពិន្ទុស្រីពេជ្រប្រឡងជាប់និទ្ទេស A តារាក៏ប្រឡងជាប់និទ្ទេស A ដែរមិត្តភ័ក្តិទាំងអស់អបអរសាទរពួកគេទាំងពីរលោកសុភ័ក្រអោបកូនប្រុសរបស់ខ្លួនយ៉ាងរឹងមាំគាត់និយាយទាំងស្រក់ទឹកភ្នែកថាថ្ងៃនេះប៉ាមិនសប្បាយចិត្តព្រោះកូនជាប់និទ្ទេស A ទេប៉ាសប្បាយចិត្តព្រោះកូនឈ្នះលើខ្លួនឯងតារាញញឹមហើយឆ្លើយថាប៉ា
ខ្ញុំទើបដឹងថាជោគជ័យពិតប្រាកដមិនមែនឈ្នះអ្នកដទៃទេគឺឈ្នះភាពខ្ជិលនិងអំនួតរបស់ខ្លួនឯងប៉ុន្មានថ្ងៃក្រោយលទ្ធផលអាហារូបករណ៍ត្រូវបានប្រកាសទាំងស្រីពេជ្រនិងតារាសុទ្ធតែទទួលបានអាហារូបករណ៍បន្តការសិក្សានៅសាកលវិទ្យាល័យក្នុងពិធីប្រគល់អាហារូបករណ៍នាយកសាលាបានមានប្រសាសន៍ថាស្រីពេជ្របង្ហាញថាភាពក្រីក្រមិនអាចរារាំងការសិក្សាបានទេតារាបង្ហាញថាការទទួលស្គាល់កំហុសនិងការផ្លាស់ប្ដូរខ្លួនឯងគឺជាជ័យជំនះដ៏ធំបំផុតរបស់មនុស្សសិស្សទាំងអស់ទះដៃយ៉ាងខ្លាំងនៅចុងកម្មវិធីតារាដើរទៅរកស្រីពេជ្រគាត់និយាយថាអរគុណដែលមិនមើលងាយខ្ញុំពេលខ្ញុំធ្លាប់មើលងាយឯងស្រីពេជ្រញញឹមការអប់រំមិនមែនធ្វើឲ្យយើងឈ្នះអ្នកដទៃទេការអប់រំធ្វើឲ្យយើងក្លាយជាមនុស្សល្អជាងម្សិលមិញពាក្យនោះបានក្លាយជាមេរៀនដែលតារាចងចាំអស់មួយជីវិតសារអប់រំលុយអាចបើកទ្វារខ្លះបានប៉ុន្តែមានតែវិជ្ជាការខិតខំសីលធម៌និងការមិនបោះបង់ប៉ុណ្ណោះដែលអាចនាំមនុស្សទៅរកជោគជ័យយ៉ាងយូរអង្វែងអ្នកមានពិតប្រាកដមិនមែនអ្នកដែលមានលុយច្រើនជាងគេនោះទេប៉ុន្តែជាអ្នកដែលមានចំណេះដឹងចរិតល្អនិងអាចផ្ដល់តម្លៃដល់សង្គមជោគជ័យដោយវិជ្ជាមិនមែនដោយលុយ10ឆ្នាំក្រោយពេលសិស្សទាំងអស់ភ្ញាក់ផ្អើលនឹងជោគជ័យពិតប្រាកដ10ឆ្នាំបានកន្លងផុតទៅភូមិតូចមួយដែលធ្លាប់ស្ងប់ស្ងាត់បានផ្លាស់ប្ដូរយ៉ាងច្រើនផ្លូវកស៊ូថ្មីត្រូវបានសាងសង់សាលារៀនមានអគារថ្មីនិងបណ្ណាល័យធំជាងមុនថ្ងៃមួយសាលាបានរៀបចំកម្មវិធីជួបជុំអតីតសិស្សដើម្បីអបអរសាទរខួបនៃការបង្កើតសាលាអតីតសិស្សជាច្រើនបានត្រឡប់មកវិញអ្នកខ្លះជាគ្រូបង្រៀនអ្នកខ្លះជាវេជ្ជបណ្ឌិតវិស្វករមន្ត្រីរាជការនិងម្ចាស់អាជីវកម្មគ្រប់គ្នាចង់ដឹងថាតើតារានិងស្រីពេជ្រមានជីវិតបែបណាហើយសម្លេងរថយន្តមួយបានឈប់នៅមុខសាលាបរិសម្នាក់ស្លៀកពាក់សាមញ្ញចុះចូលរថយន្តនោះគឺតារាគាត់លែងជាក្មេងដែលអួតអាងដោយកាលពីមុនទៀតហើយគាត់បានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងអាជីវកម្មហើយបង្កើតក្រុមហ៊ុនដោយកម្លាំងនិងចំណេះដឹងរបស់ខ្លួនមិនមែនពឹងផ្អែកលើទ្រព្យរបស់ឪពុកទេក្រុមហ៊ុនរបស់គាត់ផ្ដល់ការងារដល់មនុស្សជាច្រើនអ្នកនៅក្នុងស្រុកបន្តិចក្រោយមករថយន្តមួយទៀតបានមកដល់នារីម្នាក់ស្លៀកឯកសណ្ឋានពេទ្យចុះពីរថយន្តដោយស្នាមញញឹមដ៏សាមញ្ញនាងគឺស្រីពេជ្របន្ទាប់ពីបញ្ចប់ការសិក្សានាងបានក្លាយជាវេជ្ជបណ្ឌិតប៉ុន្តែជំនួសឲ្យការធ្វើការនៅទីក្រុងធំនាងបានជ្រើសរើសត្រឡប់មកបម្រើប្រជាពលរដ្ឋនៅស្រុកកំណើតអ្នកភូមិគោរពនាងយ៉ាងខ្លាំងព្រោះនាងព្យាបាលអ្នកជំងឺដោយក្តីមេត្តាមិនមើលថាអ្នកមានឬអ្នកក្រទេកម្មវិធីបានចាប់ផ្ដើមនាយកសាលាថ្មីបានអញ្ជើញតារានិងស្រីពេជ្រឡើងនិយាយជាមួយសិស្សចំនួនក្រោយតារាមើលទៅកាន់សិស្សរាប់រយនាក់ហើយនិយាយថាកាលពីខ្ញុំនៅរៀនខ្ញុំធ្លាប់គិតថាលុយអាចធ្វើបានគ្រប់យ៉ាងតែជីវិតបានបង្រៀនខ្ញុំថាបើគ្មានចំណេះដឹងនិងសីលធម៌លុយក៏អាចបាត់បង់បានដែរសាលាទាំងមូលស្ងប់ស្ងាត់គាត់បន្តថាខ្ញុំមិនខ្មាស់ក្នុងការប្រាប់អ្នកទាំងអស់គ្នាទេថាអ្នកដែលបានបង្រៀនខ្ញុំឲ្យស្គាល់តម្លៃនៃការសិក្សាគឺស្រីពេជ្រគ្រប់គ្នាទះដៃយ៉ាងខ្លាំងបន្ទាប់មកស្រីពេជ្របាននិយាយថាខ្ញុំកើតក្នុងគ្រួសារក្រីក្រមានពេលខ្លះខ្ញុំស្ទើរតែបោះបង់ការសិក្សាប៉ុន្តែឪពុកតែងប្រាប់ខ្ញុំថានាងផ្អាកមួយផ្លែតហើយនិយាយដោយសំឡេងកក់ក្ដៅលុយអាចអស់ពីហោប៉ៅប៉ុន្តែវាជានឹងនៅក្នុងខួរក្បាលនិងក្នុងចិត្តយើងជារៀងរហូតសិស្សជាច្រើនកត់ត្រាពាក្យនេះក្រោយកម្មវិធីចប់មានសិស្សតូចម្នាក់រត់មកសួរតារាបងបើគ្រួសារខ្ញុំក្រណាស់តើខ្ញុំអាចជោគជ័យដូចបងបានទេតារារត់ជង្គង់ចុះដើម្បីនិយាយជាមួយក្មេងនោះបានជានិច្ចប៉ុន្តែកុំច្រឡំថាខ្ញុំជោគជ័យព្រោះមានលុយខ្ញុំជោគជ័យព្រោះថ្ងៃមួយខ្ញុំសម្រេចចិត្តផ្លាស់ប្ដូរខ្លួនឯងក្មេងនោះញញឹមយ៉ាងភ្លឺថ្លាមុននឹងចាក់ចេញពីសាលាតារានិងស្រីពេជ្របានដើរទៅមើលបណ្ណាល័យចាស់ដែលជាកន្លែងពួកគេធ្លាប់អង្គុយរៀនជាមួយគ្នាតារាញញឹមហើយនិយាយថាបើថ្ងៃនោះខ្ញុំមិនហ៊ានសុំឯងបង្រៀនខ្ញុំប្រហែលជាមិនមានថ្ងៃនេះទេស្រីពេជ្រឆ្លើយតបវិញថាហើយបើថ្ងៃនោះឯងមិនហ៊ានទទួលស្គាល់កំហុសនិងផ្លាស់ប្ដូរខ្លួនឯងក៏គ្មានអ្នកណាអាចជួយឯងបានដែរពួកគេទាំងពីរសើចហើយសម្លឹងមើលសិស្សចំនួនថ្មីដែលកំពុងអានសៀវភៅនៅក្នុងបណ្ណាល័យពួកគេដឹងថាអនាគតរបស់ប្រទេសមិនត្រូវបានកសាងដោយលុយតែមួយមុខទេប៉ុន្តែត្រូវបានកសាងដោយមនុស្សដែលស្រឡាញ់ការសិក្សាមានសីលធម៌និងត្រៀមខ្លួនរៀនពេញមួយជីវិតអវសារអប់រំវគ្គបញ្ចប់ជោគជ័យពិតប្រាកដមិនមែនជាចំនួនលុយដែលយើងមាននោះទេប៉ុន្តែជាចំនួនមនុស្សដែលយើងអាចជួយបានចំណេះដឹងដែលយើងបានរៀននិងគុណតម្លៃដែលយើងបានបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយសារសំខាន់នៃរឿងកុំមើលងាយអ្នកក្រព្រោះភាពក្រីក្រកុំអួតអាងដោយសារទ្រព្យសម្បត្តិការខិតខំនិងការសិក្សាអាចផ្លាស់ប្ដូរជីវិតចំណេះដឹងនិងសីលធម៌ជាទ្រព្យដែលគ្មាននរណាអាចលួចបានជោគជ័យដោយវិជ្ជាមិនមែនដោយលុយមិនមែនគ្រាន់តែជាចំណងជើងរឿងទេប៉ុន្តែជាមេរៀនដែលអាចផ្លាស់ប្ដូរជីវិតរបស់មនុស្សគ្រប់រូប